បើតាមការលើកឡើងរបស់បងប្រុសគ្រីពីឡុតគូនេះប្រហែលជាអាចនឹងជួបគ្នាម្ដងទៀតរវាងពេជ្រសង្ហៈជាមួយនឹងតាហាមានរឿងចម្រូងចម្រាសបន្តិចបន្តួចចឹងហើយបើសិនជាគូនេះជួបគ្នាម្ដងទៀតតើពុកម៉ែបងប្អូនចង់ឲ្យប្រកួតលក្ខណៈបែបណាដែរអញ្ចឹងខមមិនទាំងអស់គ្នាម្នាក់មួយគូនេះកំពុងតែជក់ចិត្តកំពុងតែល្អមើលផងពុកម៉ែបងប្អូនអញ្ចឹងរងចាំទស្សនាគូនេះតទៅមុខទៀតអាចពេលខ្ញុំក៏មិនអត់ចិត្តដែរលឿនពេកអ្វីដែលខ្ញុំរំពឹងថាជាមហូបមួយដែលឆ្ងាញ់តែបាននោះมันតិចបាទតែដែលបាត់ផងរយៈពេលដល់ពេលបុកតែវាសោកស្ដាយហើយខ្ញុំជឿថាបងប្អូនប្រកបជាសោកស្ដាយដូចខ្ញុំដោយសារមកគួររង្វាន់ដែលយើងកុំគ្រឿងចេញបានបន្តិចមួយដោយសារតែតាណាគាត់គីឡូគាត់វាយ51តែគាត់អាចតម្លាក់បាន51ហើយមួយទៀតគឺសម្រាប់បើយើងពីថាឡាគាត់ដែលគាត់ទៀតយើងតែទៅឆ្នាំហាក់គាត់ខ្លាយគាត់ខ្លាយយ៉ាងណាក៏សំខាន់គឺគីឡូឲ្យប៉ាន់បើម្សិលមិញយើងលេងគួរបារម្ភហើយដូចគេក្រីបងមុននឹងការប្រកួតមកដល់បងបារម្ភពីគីឡូគាត់ទេព្រោះតែស្អែកគាត់វាយជាមួយនឹងហាន់2គីឡូ57ហើយដល់ពេលមកវាយមួយទាំងហាន់គីឡូ51មានការប្រងព្រៀងគ្នាយ៉ាងម៉េចដែរបងពេលដែលឃើញបងនិយាយទៅគីឡូខ្ញុំមិនសូវជាខ្លាំងទេអីដោយសារការប្រកួតហាន់2គីឡូគាត់មិនដឹងឡើងបានខាង7បាទអានោះគឺដល់56ហើយហាន់2ក៏ដល់56ដូចគ្នាហើយគាត់វាយគីឡូ original គាត់នៅក្រៅប្រទេសវាយ50បាទហើយមួយទៀតយើងជឿថាកីឡាករដែលជាកីឡាករអាជីពគឺធ្វើគីឡូគាត់បាច់ហើយយើងចំណែកនោះប៉ុន្តែខ្ញុំនៅតាមទៅតាម manager គាត់តាមមួយគាត់តែគាត់លើយើងទៅតាមការអូនឯងសម្រាប់នេះស្រាយនេះអត់លេតបាទលឿនចូលលឿនពេកអានេះគឺលឿនចំមកកន្លែងនេះទៅពេកហើយមួយទៀតយើងមិនអាចគេហៅថាល្មើសរបស់វិទ្យារបស់ពេលបានវាអាចប៉ះពាល់ទៅដល់អនាគតកីឡាករយើងthấyការបញ្ហានេះគឺយកសំខាន់បំផុតបាទបាទបងនេះយើងត្រូវនេះអាចបាទពេលក៏គាត់ចង់ឲ្យគួរតែយើងឃើញហើយតាហាគាត់គ្រឹះចង់ប្រកួតបន្តទៀតបាទប៉ុន្តែក្រុមចាក់ពួកគាត់អត់ឲ្យនេះក្រុមចាក់មួយម៉ូតូឃើញគាត់ឲ្យប្រកួតដែរប៉ុន្តែតាហាគាត់ចង់ប្រកួតបាទគាត់ចង់ប្រកួតតាហា want to fight but you respect doctorខ្ញុំគិតថាបាយ200ច្រើនបាទច្រើន